បាទគឺយើងមកមើលលំហាត់ទី4ហាត់ទី4គឺគេឲ្យដោះស្រាយសម័យកាល differential ប្រធានវាគឺ x ដកជាមួយនឹង7 y សកុល7បូកជាមួយនឹង y ការ៉េគុណជាមួយនឹង sin x dx នេះបូកឲ្យ7x y សកុល6បូកឲ្យ 2y គុណជាមួយនឹង cos x dy ស្មើ0សម័យកាលមានតម្រងបែបនេះយើងតាំងវាមិនមែនថាយើងយកអានេះស្មើ m ព្រោះថាយើងយកវាស្មើ m ណាយកវាស្មើ m នេះយកវាស្មើនឹង n ណាសម័យកាលដែលមានតម្រងបែបនេះយើងតេស្តមើលថាវា exact អត់ណាបើសិនជាវាអត់ exact យើងធ្វើតាមអត់ exact បើសិនជាវា exact ធ្វើតាម exact ណាអញ្ចឹងយើងបាននេះគេយើងបានយើងយក m នេះគេថាយក m មក derivative នៃ y derivative នៃ m ធៀបនឹង y យើងបានដក 7y សកុល6ដោយសារធៀប y អាណា x លេខហើយលេខមានន័យថានេះ y នេះ derivative y បានទៅជាដក6ណា derivative ដកy សកុល7បានទៅជាដក 7y សកុល6នេះគឺបានទៅជា 2y sin x វាយក n មក derivative x ម្ដងជា n ធៀបមានន័យថាយក n នេះធៀបជាមួយនឹង x មានន័យ derivative x យើងបានទៅជាដក 7y សកុល6បូក 2y sin x ដូចគ្នាគឺថាពីរនេះវាស្មើគ្នាវាស្មើគ្នាមានន័យថាវា exact មានន័យថា derivative នៃ m ស្មើនឹង derivative នៃ n ធៀបនឹង x មានន័យ derivative នៃ m ធៀប y ស្មើនឹង derivative នៃ n ធៀបនឹង x អញ្ចឹងបើសិនជាវាស្មើគ្នាមានន័យថាវា exact បើវា exact យើងមានន័យថាយើងបំពាក់ integral សពថែមពាក្យ integral មកពាក្យ integral ហើយយើងទៅគ្នាមកគេថាយកវាមកដាក់ចម្លើយវាដាក់ជាប់គ្នាមកគឺជាចម្លើយនៃសម័យកាល differential របស់យើងចឹងគេនិយាយ integral នេះមកធៀប x ទៅសារ dx វាបានជានេះគឺធៀប x បានជា x ការ៉េលើ2ដល់ឲ្យ7 y សកុល 7x y សកុល7គុណជាមួយ x ដល់ឲ្យ y ការ៉េ cos x ណាដោយសារនិយាយថា integral នៃ sin x អានេះគឺ y នេះលេខទេជំនាញគុណទេ y integral នៃ sin x បានជាដក cos x ណា y ការ៉េយ៉ាងដែរទេបូកឲ្យ z នៃ y នេះគឺស្មើនឹងគេស្មើនឹង integral នេះធៀបជាមួយនេះ y បានជាដក x គុណជាមួយនឹង y សកុល7ដល់ y ការ៉េ cos x បូកខាង x ខាងនេះ x ណាសារ integral ធៀបនឹង y ពីបូកខាងនេះ x តមកនេះដល់អា c នេះគឺតមកយើងគេបន្ទាប់ពីយើងគេនេះពាក្យ integral យើងគេនេះ integral តមកយកចម្លើយ integral ទៅគុំគ្នាយកដាក់មកមានន័យយកវាមកដាក់បៀតគ្នាអាណាដូចគ្នាគឺយើងយកតែមួយឯងយើងឃើញថានេះយើងឃើញថាដក y ការ៉េគុណជាមួយនឹង cos x វាដូចគ្នាគេអង្គនេះគឺមានy ការ៉េដក y ការ៉េគុណជាមួយនឹង cos x ដែរអញ្ចឹងមានន័យយើងយកតែមួយឯងយកវាមកដាក់តែមួយឯងមានន័យយើងគុំគ្នាយើងមិនដឹងយើងបានបោះឆ្លងញ៉ាស្មើយើងមានន័យយកចម្លើយវាគុំគ្នាព្រោះតែយើងបោះតែ z ហើយ z បោះទៅនោះដកព្រោះថា5ដល់ z នេះ5ដល់ z ហ្នឹងគឺស្មើ c ព្រោះថាយើងបោះតែប៉ុណ្ណឹងក្រៅហ្នឹងគឺយកវាមកគុំគ្នាមិនដាក់បៀតគ្នានេះគឺតែវាដូចគ្នាយកតែមួយទេអានេះគឺ y ដល់ y សកុល7អានេះដល់ y សកុល7ដែរវាដូចគ្នាតែយើងយកវាដាក់យកតែមួយដែរតមកនេះគឺ y ការ៉េព្រោះថា y លើ2 y លើ2អានេះគឺដល់7 y គុណជាមួយនឹង x នេះគឺវាដូចគ្នាដូចអានេះដែរយើងមិនដែរយកវាតែមួយដាក់បៀតគ្នានេះគឺដក cos y ដក y គុណជាមួយនឹង cos x វាដូចគ្នាដែរយកដាក់បៀតគ្នាណាស្មើ c នេះគឺជាចម្លើយនៃសម័យកាល differential របស់យើង